ទស្សនៈទាំង13របស់ William Shakespeare ដែលជាកវីនិពន្ធដ៏ឆ្នើមនិងល្បីល្បាញរបស់អង់គ្លេស William Shakespeare គឺជាកវីនិពន្ធជាតារាសម្ដែងអង់គ្លេសនិងត្រូវបានពិភពលោកចាត់ទុកជាកវីនិពន្ធដៃឯកក្នុងលោកផងដែរវណ្ណកម្មដ៏ល្អពិសិដ្ឋដែលពិភពលោកជាពិសេសបញ្ញវន្តកម្ពុជាស្គាល់គឺល្ខោនប្រឡោមលោកបុរាណ Romeo និង Juliet ដែលខ្មែរនិយមហៅរឿងទំទាវបរទេសមិនត្រឹមតែជាអ្នកនិពន្ធឬតារាសម្ដែងឡើយ William Shakespeare ក៏ជាទស្សនវិទូមួយរូបដែលបានបន្សល់នូវគំនិតនិងទស្សនៈល្អដ៏មានតម្លៃសម្រាប់មនុស្សជាតិផងដែរខាងក្រោមនេះគឺជាសម្រងគំនិតនិងទស្សនៈខ្លះៗរបស់កវីនិពន្ធអង់គ្លេសរូបនេះ 1. នៅពេលដែលឪពុកម្ដាយផ្ដល់ឲ្យកូននៅភាពរីករាយកូននឹងផ្ដល់ឲ្យឪពុកវិញនៅទឹកភ្នែកទ្វេដង 2. ទៅដល់មុន3ម៉ោងប្រសើរជាងយឺត1នាទី 3. ស្រឡាញ់មនុស្សគ្រប់គ្នាទុកចិត្តមនុស្សប៉ុន្មានអ្នកបានហើយប៉ុន្តែមិនត្រូវធ្វើខុសចំពោះអ្នកណាឡើយ 4. ភាពអវិជ្ជាគឺជាបណ្ដាសារបស់ព្រះហើយចំណេះដឹងគឺជាស្លាបដែលព្រះផ្ដល់ឲ្យដើម្បីហោះហើរទៅកាន់ឋានសួគ៌ 5. មនុស្សគិតថាខ្លួនឯងជាមនុស្សឆ្លាតប៉ុន្តែមនុស្សដែលឆ្លាតដឹងខ្លួនឯងថាល្ងង់ 6. គ្មានផ្កាយនាំសំណាងសម្រាប់ជីវិតរបស់អ្នកក្រៅពីខ្លួនឯងនោះទេ 7. គ្មានអ្វីដែលល្អអ្វីដែលអាក្រក់នោះទេប៉ុន្តែការគិតទេតើដែលកំណត់ភាពអាក្រក់ល្អទាំងនោះ 8. ស្រឡាញ់ឬស្អប់ខ្ញុំសុទ្ធតែខ្ញុំពេញចិត្តទាំងអស់ប្រសិនបើអ្នកស្រឡាញ់ខ្ញុំនឹងស្ថិតនៅក្នុងបេះដូងអ្នកជានិច្ចប៉ុន្តែប្រសិនបើអ្នកស្អប់ខ្ញុំនៅក្នុងចិត្តអ្នកជានិច្ច 9. កុំខ្លាចភាពអស្ចារ្យអ្នកខ្លះមានកំណើតដ៏អស្ចារ្យអ្នកខ្លះបានសម្រេចរឿងដ៏អស្ចារ្យហើយអ្នកខ្លះទទួលយកនូវភាពអស្ចារ្យដែលបានកើតឡើងចំពោះគេតែម្ដង 10. ពាក្យសម្ដីនិយាយចេញមកស្រួលដូចជាខ្យល់អញ្ចឹងប៉ុន្តែមិត្តភក្តិស្មោះត្រង់ម្នាក់ពិតជាពិបាករកណាស់ 11. កុំខាតក្តីស្រឡាញ់របស់អ្នកចំពោះនរណាម្នាក់ដែលមិនឲ្យតម្លៃលើសេចក្តីស្រឡាញ់នោះឲ្យសោះ 12. ក្តីរំពឹងទុកគឺជាមូលហេតុនៃការខកចិត្តនិងឈឺចាប់ 13. និយាយឲ្យបានតិចប៉ុន្តែត្រូវស្ដាប់ឲ្យបានច្រើនដកស្រង់ចេញពីសៀវភៅមនុស្ស100គំនិត1000របស់គ្រីស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយ Hardbook